ចាបងប្អូនទាំងអស់គ្នានេះទស្សនភាពដែលជីវិតជា auditor ណាធ្វើការនៅក្នុង office ពេលខ្លះទៅយើងត្រូវចំណាយពេលច្រើននៅក្នុងការធ្វើការងារមួយដើម្បីរៀបចំការងារសម្រាប់អតិថិជនរបស់យើងមួយអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយពេលខ្លះទៅយើងការងាររបស់ពួកខ្ញុំនេះគឺអត់ចាំបាច់នៅ office ក៏បានដែរមានន័យថាពួកខ្ញុំអាចធ្វើការឬក៏នៅហាងកាហ្វេក៏បានឲ្យតែមានអ៊ីនធឺណិតសម្រាប់ប្រើប្រាស់ហើយទាំងការតាក់ទងជាមួយអតិថិជនអញ្ចឹងការងារដែលសំខាន់ពួកខ្ញុំគឺត្រូវមានកុំព្យូទ័រមានសម្ភារៈដែលតាក់ទងមួយកុំព្យូទ័រហើយទូរស័ព្ទដៃចា៎ពេលខ្លះយើងត្រូវចំណាយពេលវេលាច្រើនសម្រាប់ធ្វើការមួយនឹងហើយក្រុមការ commitment ចំពោះនឹង commit deadline វាជារឿងសំខាន់ auditor សម្រាប់តតអ្នកជា auditor ដូចគ្នាបានអាចយល់អារម្មណ៍មួយនឹងប៉ុន្តែខ្ញុំអាចនិយាយបានថាធ្វើជា auditor យើងអាចដឹងអំពីអ្វីទៅដែលហៅថា accounting standard អីចឹងណាបងប្អូនទាំងអស់គ្នាហើយយើងអាច review ទៅ analyze ទៅលើ report របស់អតិថិជនមួយចឹងណាហ្នឹងហើយចឹងឥឡូវខ្ញុំកំពុង